សួស្តីអ្នកនរគ្នាថ្ងៃហ្នឹងគឺយើងមកនិយាយពីសាច់រឿងមួយទាក់ទងទៅនឹង Vinland Saga ដែលនៅក្នុងវីដេអូនេះដែរខ្ញុំនឹងបកស្រាយលម្អិតអំពីដំណើរដើមទងដែល Thorfinn គឺខ្លាចទៅជាមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតពីដើមរហូតដល់ចប់អញ្ចឹងមុនចូលដល់ខ្លឹមសារវីដេអូគឺកុំភ្លេចជួយ like subscribe និងបើក notification ម្នាក់មួយដើម្បីទទួលបានវីដេអូថ្មីៗបន្តទៀតពីខ្ញុំអញ្ចឹងយើងចូលទៅកាន់ខ្លឹមសារនៃវីដេអូនេះទាំងអស់គ្នានៅក្នុងសម័យបុរាណរបស់ជនជាតិ Northមានពាក្យមួយដែលគេតែងតែនិយាយថាបុរស North ឬក៏ Northman ពួកគេម្នាក់ៗគួរតែត្រូវបានការគោរពកិត្តិយសរបស់ខ្លួនលើសពីជីវិតខ្លួនឯងនៅក្នុងសម័យនោះសង្គ្រាមវាជារឿងមួយដែលធម្មតាពិភពលោកគឺពោរពេញទៅដោយភាពសាហាវឃោរឃៅហើយពេលវេលាគឺជាអ្នកបង្រៀនថាកម្លាំងនិងអំណាចអាចនាំមនុស្សម្នាក់ទៅគ្រប់ទីកន្លែងដើម្បីឈ្លានពានអ្នកដែលមានអំណាចជាងគេដែលសាហាវជាងគេគឺជាអ្នកឈ្នះវាជាសម័យដែលថាមោទនភាពនិងកិត្តិយសមានតម្លៃលើអ្វីៗទាំងអស់សង្គ្រាមវាជាគោលបំណងដ៏ធំបំផុតរបស់ជីវិតរហូតដល់ឪពុកម្នាក់បែរទៅជាបង្រៀនកូនខ្លួនឯងពីរបៀបប្រយុទ្ធរបៀបកាន់ដាវនិងរបៀបដែលសម្រាប់មនុស្សគឺត្រូវធ្វើបែបណាពីមួយថ្ងៃទៅមួយថ្ងៃឪពុកទាំងនោះបែរទៅជាចង់ឲ្យកូនខ្លួនឯងចូលទៅក្នុងសង្គ្រាមដោយមានអារម្មណ៍មោទនភាពទៅវិញបើទោះបីជាដឹងថាកូនខ្លួនឯងគឺអាចបាត់បង់អាយុជីវិតនៅក្នុងសង្គ្រាមនោះក៏ដោយការលើកសរសើរកូននិងសង្គ្រាមវាបានឆ្លងកាត់នៅទូទាំងអឺរ៉ុបសូម្បីតែប្រទេសទូចមួយដូចជា Iceland ឬក៏ Iceland ក៏ត្រូវប៉ះពាល់ដែរនៅក្នុងឆ្នាំ1002យើងត្រូវបានកាត់មកជួបនឹងតួអង្គក្មេងប្រុសម្នាក់ដែលមានឈ្មោះថា Thorfinn នៅក្នុងភូមិមួយដែលយុវជនគឺតែងតែសុបិនអំពីសង្គ្រាមក្មេងៗគឺរត់លេងម្នាក់ៗគឺមានដាវជាប់នឹងដៃហើយធ្វើដោយខ្លួនឯងជាវីរបុរសនៅក្នុងសមរភូមិហើយសុបិនថ្ងៃណាមួយពួកគេគឺបានសម្លាប់សត្រូវសម្រាប់ពួកគេការស្លាប់នៅក្នុងសង្គ្រាមវាគឺជាកិត្តិយសដ៏ធំបំផុតព្រោះវាមានន័យថាពួកគេគឺបានទៅកាន់ Valhalla ជាទីកន្លែងដែលគ្រប់គ្នាជឿថាវាជារង្វាន់សម្រាប់អ្នកដែលស្លាប់នៅក្នុងសង្គ្រាមវប្បធម៌នេះក៏ចាប់ផ្ដើមរីករាលដាលការប្រយុទ្ធនិងការសម្លាប់គឺជាគោលបំណងធំរបស់ជីវិតបុគ្គលនៅក្នុងដំណាក់កាលដំបូង Thorfinn គឺមិនខុសពីក្មេងដទៃទេគាត់គឺជាក្មេងដែលចង់សុបិនចូលទៅក្នុងសង្គ្រាមសូម្បីតែពេលលេងជាមួយនឹងមិត្តភ័ក្តិខ្លួនឯងក៏គាត់ប្រើដៃធ្ងន់ដែរហើយមនុស្សធំបែរទៅជានិយាយថាក្មេងនេះគឺកើតមកដើម្បីធ្វើជាវីរបុរសព្រោះ Thorfinn គឺមានឈាមជ័រកាត់តាមឪពុកគាត់ឪពុករបស់ Thorfinn គឺ Thor ដែលត្រូវបានគេស្គាល់ថាជាវីរបុរសដ៏ខ្លាំងក្លាម្នាក់នៅក្នុងសង្គ្រាម Thorfinn គឺចង់ក្លាយជាវីរបុរសដោយឪពុកគាត់ចឹងគាត់ចង់ចូលទៅក្នុងដំណើរផ្សងព្រេងចូលទៅក្នុងសង្គ្រាមហើយចង់ឲ្យមនុស្សគ្រប់គ្នាគឺគោរពគាត់ដូចឪគាត់ដូច្នេះរាល់ពេលដែលឪពុកគាត់គឺចាញ់ដំណើរ Thorfinn គឺតែងតែសុំគាត់ទៅតាមហើយថ្ងៃមួយក៏បានលាក់ខ្លួននៅលើកប៉ាល់ដើម្បីតាមឪពុករបស់គាត់គិតថានេះគឺជាពេលវេលាសមរភូមិដ៏អស្ចារ្យដែលគាត់សុបិនតាំងពីក្មេងប៉ុន្តែអ្វីដែលកើតឡើងគឺអត់ដូចគាត់គិតទេគឺបានផ្លាស់ប្ដូរជីវិតរបស់គាត់ជារៀងរហូតទៅវិញនៅត្រឹមតែអាយុ6ឆ្នាំ Thorfinn គឺបានឃើញឪពុកខ្លួនឯងស្លាប់ហើយការស្លាប់នេះគឺជាស្នាដៃរបស់មនុស្សម្នាក់ឈ្មោះ Askeladd បន្ទាប់ពីឆ្លងកាត់ព្រឹត្តិការណ៍នេះរួចភ្នែក Thorfinn គឺចាប់ផ្ដើមប្ដូរ360ដឺក្រេពីភ្នែកដែលផ្ដល់ក្តីស្រឡាញ់ទៅជាការស្អប់ដាច់អហង្ការបេះដូងរបស់គាត់គឺពោរពេញទៅដោយកំហឹងហើយស្បត់សច្ចាថាថ្ងៃណាមួយគឺគាត់នឹងសម្លាប់ Askeladd សងសឹកឲ្យឪគាត់វិញThorfinn ពីក្មេងប្រុសម្នាក់ធម្មតាក្លាយទៅជាទាសករនៃការសងសឹកក្នុងរយៈពេល11ឆ្នាំបន្ទាប់ Thorfinn គឺបានចំណាយជីវិតរបស់គាត់តាមដាន Askeladd គាត់គឺបានបោះបង់គ្រួសារបោះបង់ការបង្រៀនទាំងអស់ពីឪពុកគាត់ពីមុនហើយចូលជាមួយនឹងក្រុម Viking របស់ Askeladd ទៀតគាត់គឺរស់នៅក្នុងសង្គ្រាមធ្លាប់សម្លាប់មនុស្សហើយចូលវាយលុកនិងដុតភូមិជាច្រើនទោះបីជាគាត់គឺមិនសាហាវដូច Viking ផ្សេងៗក៏ដោយហើយដែលសំខាន់គឺគាត់ចាប់ផ្ដើមអាចសម្លាប់មនុស្សនិងដៃចាប់ផ្ដើមប្រឡាក់ឈាមនៅត្រឹមអាយុ10ឆ្នាំគាត់បានចូលរួមនៅក្នុងការវាយលុកភូមិមួយរបស់ជនជាតិអង់គ្លេសនៅទីហ្នឹង Thorfinn គឺនៅពេលដែលល្បួសគាត់ត្រូវបានជួយសង្គ្រោះដោយកសិករដែលជនជាតិអង់គ្លេសរស់នៅទីនោះនៅក្នុងគ្រួសារនោះគឺមានស្ត្រីចាស់ម្នាក់បែរទៅជាជួយលាក់ Thorfinn ពីទាហានទៀត Thorfinn បន្ទាប់ពីរួចខ្លួនជាការអរគុណរបស់គេគឺគេបែរទៅជាពមៀនឲ្យគ្រួសារហ្នឹងគឺរត់ចេញពីភូមិមុនពេលដែលពួក Viking មកប៉ុន្តែនៅពេលដែលភូមិទាំងអស់នោះត្រូវបានដុតកំទេចដោយពួក Viking គាត់គឺបែរទៅជាឈរឃើញស្ត្រីចាស់នោះគឺសម្លឹងមកគាត់ហើយភ្នែករបស់ Thorfinn ពេលនោះក៏ចាប់ផ្ដើមប្រែម្ដងទៀតពីស្អប់មក
សោកស្ដាយពីមួយអេពីសូតទៅមួយអេពីសូតមនុស្សគ្រប់គ្នាគឺចាប់ផ្ដើមឃើញតួអង្គនេះគឺធ្លាក់ចូលកាន់តែជ្រៅនៅក្នុងរណ្ដៅនៃការសងសឹករហូតដល់អ្នកសរសេរដែលឲ្យអាស្កាឡានិយាយដាស់តឿនអ្នកមើលថាមនុស្សគ្រប់គ្នាគឺជាទាសករនៃអ្វីមួយដែលពួកគេជ្រើសហើយវាមិនខុសគ្នាអីពីតូហ្វីនទេតូហ្វីនគឺអត់មានគោលដៅអត់មានគោលការណ៍គ្មានអ្វីទេដែលក្រៅពីសងសឹកហ្នឹងអញ្ចឹងគាត់គឺខ្លាចទៅជាទាសករនៃការសងសឹកហើយអាស្កាឡាគឺជាតួអង្គដែលចងនៃការស្អប់ទាំងប្រមាណរបស់តូហ្វីនយើងដឹងគ្រប់គ្នាថាអាស្កាឡាគឺជាមនុស្សអាក្រក់គាត់គឺបានបំផ្លាញ village អស់ជាច្រើនសម្រាប់មនុស្សសូត្រត្រង់អស់មិនចេះតិចប៉ុន្តែទោះជាយ៉ាងណាក៏ដោយតួអង្គនេះគឺគាត់មានភាពវៃឆ្លាតគាត់មានភាពតាក់ទាញត្រង់ថាគាត់គិតត្រូវជ្រះពីអីដែលគាត់ធ្វើប៉ុន្តែទង្វើរបស់អាស្កាឡាធ្វើយូរទៅគឺបែរទៅជាខិតមកចិត្តតូហ្វីនទៅវិញដែលស្តៀងទៅនឹងឪពុកទី2ទោះបីជាអាស្កាឡាគឺប្រើកលល្បិចដើម្បីយកផលប្រយោជន៍ឲ្យតូហ្វីនធ្វើការឲ្យគាត់ក៏ដោយក៏គាត់ធ្លាប់បង្ហាញអំពីការគោរពមកកម្រិតទៅកាន់តូហ្វីនដែរហើយជាញឹកញាប់អាស្កាឡាគឺតែងតែនិយាយថាគាត់ស្អប់ជនជាតិ Viking គាត់ស្អប់ជនជាតិ North គាត់ធ្លាប់និយាយប្រវត្តិសាស្ត្រឲ្យតូហ្វីនស្ដាប់អំពីពិភពលោកដែលគាត់ជួបអំពីអ្វីដែលគាត់កំពុងស្វែងរកនៅក្នុងជីវិតដូចគ្នាហើយការទុកចិត្តរបស់អាស្កាឡាក៏ធ្លាប់ឲ្យតូហ្វីនគឺការពារខានូតអាស្កាឡាគឺធ្លាប់ការពារតូហ្វីនអាស្កាឡាគឺធ្លាប់ព្យាបាលហើយបង្រៀនពីរបៀបប្រយុទ្ធជាមួយនឹងថូកូលត្រង់នេះគឺបានបង្ហាញយើងថាមូលហេតុដែលអាស្កាឡាគឺអត់ស្អប់តូហ្វីនគឺដោយសារតែគាត់គឺអត់ស្អប់ឪពុកតូហ្វីនគឺតូដោយសារតែតូគឺឲ្យតម្លៃខ្លាំងទៅលើឧត្តមគតិនិងកិត្តិយសយ៉ាងពិតប្រាកដហើយការសម្លាប់តូក៏គាត់មានអារម្មណ៍ថាគាត់ខកចិត្តយ៉ាងខ្លាំងដែរក្រោយឆ្លងកាត់ពេលវេលាអស់ជាច្រើនឆ្នាំអាស្កាឡាយល់ថាតូហ្វីនគឺដូចឪពុកគាត់មែនទែនព្រោះនៅក្នុងចិត្តក្មេងនេះនៅតែមានភាពទន់ភ្លន់មួយគឺបើសិនជាតូហ្វីនគឺចង់សម្លាប់អាស្កាឡាគឺគាត់ធ្វើពិធីដូចឪពុកគាត់ចឹងប្រយុទ្ធដោយភាពស្មោះត្រង់ហើយគាត់ចង់ឈ្នះមួយទល់មួយប៉ុន្តែអាស្កាឡាគឺនៅតែដាស់តឿនតូហ្វីនរហូតថាគេគឺកំពុងដើរផ្លូវខុសប៉ុន្តែយើងឃើញថាអត់មានអីប្រឈប់តូហ្វីនទេមិនថាគាត់ចាញ់ប្រមាណដងក៏ដោយមិនថាឪពុកគាត់គឺធ្លាប់សុបិនក៏ដាស់តឿនគាត់ច្រើនលើកច្រើនសារក៏គាត់គឺនៅតែធ្វើចឹងដំណើរផ្លូវនៃការសងសឹកនេះសូម្បីតែពេល Leif Erikson គឺបានរកឃើញគាត់វិញអស់រយៈពេលជិត10ឆ្នាំហើយសុំឲ្យគាត់ទៅផ្ទះក៏តូហ្វីនគឺអត់ទៅទៀតតូហ្វីនគឺបែរទៅជានិយាយទាំងកំហឹងថាគាត់គឺមិនទាន់គ្រប់គ្រាន់សម្រាប់នៅក្នុងការត្រឡប់ទៅវិញទេនៅពេលដែលតូហ្វីនគឺប្រឈមមុខជាមួយនឹងអាស្កាឡាជាលើកចុងក្រោយប៉ុន្តែការប្រយុទ្ធនោះគឺនៅតែដូចមុនដដែលគឺមិនដែលឈ្នះអាស្កាឡាទេជារៀងរាល់នៅពេលដែលប្រកួតហើយអាស្កាឡាគឺតែងតែព្យាយាមដាស់តឿនតូហ្វីនរហូតគាត់តែងតែនិយាយពីប្រវត្តិរបស់គាត់ពីរឿងរ៉ាវអតីតកាលរបស់គាត់ធ្លាប់មានម្ដាយធ្វើជាទាសករឪពុករបស់គាត់គឺជាស្ដេចមួយដែលមានអំណាចប៉ុន្តែគឺជាមនុស្សអាក្រក់ហើយអាស្កាឡាគឺស្អប់សាច់ឈាមខ្លួនឯងណាស់ដល់ថ្នាក់គាត់គឺបានសម្លាប់ឪពុកខ្លួនឯងត្រឹមតែរយៈពេល2ឆ្នាំហើយប្រាប់តូហ្វីនថាការស្អប់ពិតប្រាកដគឺវាមិនមែនជាការតបស្នងកិត្តិយសអីទេវាមិនមែនជាការគោរពវាយដូរមួយយកមួយទេវាគឺជាអារម្មណ៍ត្រជាក់ប៉ុន្តែគិតគូរនិងគ្មានមេត្តាធម៌រហូតមកដល់ជម្រើសចុងក្រោយរបស់អាស្កាឡារវាងប្រទេសកំណើតនិងអនាគតរបស់ខានូតអាស្កាឡាគឺបែរជាជ្រើសសម្លាប់ស្ដេចហើយបន្ទាប់មកគាត់ក៏បានឲ្យខានូតគឺសម្លាប់គាត់ត្រង់នេះវាជាការសម្រេចចិត្តនយោបាយទាំងស្រុងប៉ុន្តែវាគឺជាវិធីមួយប៉ុណ្ណោះដែលអាចដោះតូហ្វីនពីការសងសឹកត្រង់នេះអាស្កាឡាគឺបានយកគោលបំណងជីវិតរបស់តូហ្វីនទៅជាមួយគាត់វាអាចជាការគោរពទៅលើផ្ទាល់ដែលជាឪរបស់តូហ្វីនផងនិងណាមួយគឺគាត់អាណិតក្មេងនេះមិនចង់ឲ្យដើរផ្លូវហ្នឹងទេអស់រយៈពេលជិត11ឆ្នាំតូហ្វីនគឺរស់នៅក្នុងកំហឹងរាល់ព្រឹករាល់យប់គឺគិតតែពីរឿងសម្លាប់អាស្កាឡាទេប៉ុន្តែក្នុងរយៈពេលត្រឹមតែប្រហែលនាទីនៅពេលដែលគោលបំណងជីវិតរបស់គាត់គឺបានឃ្លាតទៅមនុស្សដែលគាត់ស្អប់គឺបានលាចាកលោកតូហ្វីនគឺដូចបាត់បង់ឪពុកទី2ម្នាក់ទៀតចឹងគាត់គឺបែរទៅជាឈោមើលឃើញមនុស្សដែលខ្លួនឯងចង់សម្លាប់ហូរឈាមនៅលើដីជាជីវិតមួយដែលគាត់ខំគ្រប់យ៉ាងដើម្បីមកសម្លាប់ម្នាក់ហ្នឹងប៉ុន្តែអត់បានសម្លាប់ហើយភ្នែកតូហ្វីនបែរទៅជាច្បោកច្បល់អារម្មណ៍ក្នុងខ្លួនគឺទទេហើយដូចបាត់បង់សតិចឹងព្រោះពេលនោះគឺគាត់អត់ដឹងថាគាត់ត្រូវរស់ដើម្បីអីទៀតទេបន្ទាប់ពីព្រឹត្តិការណ៍ជាមួយនឹងខានូតនេះចប់តូហ្វីនក៏ត្រូវបានដាក់ទោស
ឲ្យទៅខ្លាចទៅជាទាសករហើយរូបគាត់ក៏បានបង្ហាញឲ្យច្បាស់ថាគាត់គឺបានផ្លាស់ប្ដូរប៉ុណ្ណានៅក្នុង season 2 យើងបានឃើញថា Tofin គឺយ៉ាប់យ៉ឺនណាស់កាលពីមុន Tofin គឺជា Viking វាអីក៏ប្រើកំហឹងមកជាមួយដែររាល់អីដែលគាត់ធ្វើគឺគ្រប់យ៉ាងដើម្បីតែផលប្រយោជន៍ខ្លួនគាត់ប៉ុន្តែមើលមកឥឡូវសូម្បីតែសេរីភាពក៏គាត់លែងចង់បានគាត់លែងចង់ត្រឡប់ទៅផ្ទះវិញគាត់គិតថា Iceland គឺលែងជាផ្ទះគាត់ហើយគឺគាត់ចេញមក10ឆ្នាំគាត់គឺលែងមានផ្ទះទៀតហើយ Tofin គឺតែងតែសួរខ្លួនឯងថាការរស់នៅគឺមានអ្វីល្អខ្លះពីមួយថ្ងៃទៅមួយថ្ងៃ Tofin គឺបែរទៅជាសុបិនឃើញនៅការឈឺចាប់ស្រែកយំនៅរឿងអាក្រក់ដែលគាត់បានធ្វើពីមុនគាត់ចង់បំភ្លេចការចងចាំគាត់ស្អប់ខ្លួនឯងស្អប់អីដែលគាត់ធ្លាប់ធ្វើ10ឆ្នាំមុនស្អប់ខ្លួនឯងដែលបោះបង់ឧត្តមគតិរបស់ឪស្អប់ខ្លួនឯងដែលថាគាត់អត់អាចសម្លាប់ Askeladd បានហើយនៅក្នុងវប្បធម៌របស់ Viking អ្នកដែលមិនអាចសងសឹកសត្រូវបាននោះគឺជាមនុស្សខ្សោយហើយ Tofin គាត់គិតថាគាត់ដើរមកដល់ចំណុចមួយហ្នឹងយូរទៅពីមួយថ្ងៃទៅមួយថ្ងៃជាទាសករគឺគាត់លែងមានអារម្មណ៍លែងខឹងលែងគិតពីអ្វីៗជុំវិញខ្លួនទាំងអស់រហូតដល់ថ្ងៃមួយមានតួអង្គម្នាក់ឈ្មោះថា Sir Crow គឺបាននិយាយទៅកាន់ Tofin ហើយពាក្យនេះគឺចាប់ផ្ដើមផ្លាស់ប្ដូរ Tofin ម្ដងទៀតគាត់បាននិយាយថារឿងល្អពីភាពទទេគឺយើងអាចបំពេញវាជាមួយអ្វីក៏បានន័យថាពេលមនុស្សម្នាក់គឺគ្មានអ្វីក្នុងខ្លួនទៀតគាត់គឺមានសេរីភាពនៅក្នុងការជ្រើសរើសផ្លូវថ្មីថាគាត់គឺចង់ខ្លាចទៅជាមនុស្សបែបណាវិញហើយនេះគឺជាពេលវេលាដែល Tofin គឺអនុញ្ញាតឲ្យខ្លួនឯងខ្លាចជាមនុស្សថ្មីគាត់គឺផ្ដល់សិទ្ធិឲ្យខ្លួនឯងរៀនពីការអត់ធ្មត់ឲ្យខ្លួនឯងរៀនពីការខិតខំធ្វើការងារវាមានអារម្មណ៍ម៉េចហើយឲ្យខ្លួនឯងគឺគិតពីអ្វីបន្តិចម្ដងទៅបន្តិចម្ដងគាត់គឺចង់រកឃើញខ្លួនឯងជាមួយគោលដៅថ្មីក្នុងជីវិតហើយវាគឺជាពេលវេលាមួយដែល Tofin គឺលូតលាស់ថ្ងៃមួយគឺគាត់ចាប់ផ្ដើមនិយាយតាក់ទងជាមួយនឹងសុបិននៃ Vinland គាត់ថាមានតែ Vinland ទេដែលអាចជាកន្លែងដែលគ្មានសង្គ្រាមជាកន្លែងដែលមនុស្សអាចរស់នៅបានដោយសន្តិភាពជាកន្លែងដែលគ្មានទាសករគ្មានអំពើហិង្សាហើយ Tofin ក៏ចាប់ផ្ដើមចាប់យកក្តីសម័យនេះនិងសម្រេចចិត្តថាគោលបំណងហ្នឹងគឺជាគោលបំណងនៃជីវិតរបស់គាត់ថ្មីហើយចង់ធ្វើឲ្យ Vinland គឺខ្លាចទៅជាការពិតសន្តិភាពដែល Tofin សម័យគឺជាពិភពលោកដែលមនុស្សគ្រប់គ្នាគឺមានបំណងចង់រស់ហើយលែងមាននរណាម្នាក់សួរថាហេតុអីបានជាខ្ញុំចង់រស់ទៀតហើយជីវិតពេលនោះគឺវានឹងចាប់ផ្ដើមពោពេញដោយតម្លៃសេចក្តីស្រឡាញ់ជួបជុំគ្រួសារហើយភាពរីករាយមនុស្សគ្រប់គ្នាគឺអាចនឹងកសាងជីវិតហើយវាគឺជាសសរគោលដែលពិភពលោកនិងមនុស្សជាច្រើនគឺចង់បានពីរឿងសង្គ្រាមរហូតទៅដល់រឿងមួយដែលបង្រៀនយើងអំពីសេចក្តីស្រឡាញ់ការអភ័យទោសហើយការសងបាបនិងភាពសប្បុរសដែលយើងគួរណាតែមានឲ្យយើងទទួលស្គាល់ថាមនុស្សម្នាក់ៗគឺស្គាល់ពីអំពើអាក្រក់របស់ខ្លួនហើយត្រូវតែរៀនចេះលះបង់វានៅពេលដែល Leif Erikson គឺឃើញ Tofin ម្ដងទៀតយើងឃើញថាពីស៊ីនហ្នឹងគឺវាខុសគ្នាខ្លាំងមែនតើពីមនុស្សម្នាក់ទៅមនុស្សម្នាក់សាច់រឿងគឺមិនមែនចង់ឲ្យយើងបោះចោលអតីតកាលទេប៉ុន្តែឲ្យយើងរៀនរស់ជាមួយអតីតកាលហ្នឹងហើយដោយ Tofin ចឹងមិនប្រកាសថាអ្នកផ្សេងទៀតគឺអាចឆ្លងផុតដូច Tofin ទេដែលមានឱកាសអាចងើបចេញហើយកែខ្លួនបានអញ្ចឹងខ្លឹមសារនៃសាច់រឿងទាំងអស់នេះគឺវាមានន័យខ្លាំងខ្ញុំរីកមិនមែនតើឲ្យគ្នាយើងទៅមើលរឿងពេញព្រោះវាជារបស់មានតម្លៃដែលអាចឲ្យយើងយកមកអនុវត្តនៅក្នុងជីវិតជាក់ស្ដែងហើយឲ្យយើងស្គាល់និយមន័យនៃជីវិតជាងមុនអញ្ចឹងខ្ញុំមានតែប៉ុណ្្នឹងទេជួបគ្នាជាមួយខ្ញុំនៅវីដេអូថ្មីមួយទៀត That's all I got. Peace and love. I'm up. Bye bye.